គ្រោះគឺយើងគឺជាកូនអ្នកណាកូនប្រៃយើងកូនរបស់ណាគេកូនរបស់ព្រះជាម្ចាស់មែនទេចឹងកូនរបស់ព្រះជាម្ចាស់គឺយើងទទួលបានសេចក្តីសង្គ្រោះគឺយើងរំដោះឲ្យរួចចេញពីបញ្ហាឬគោលដៅមែនទេបញ្ហាឬគោលដៅរបស់យើងគឺជាបញ្ហាគេពួកយើងគឺបញ្ហាការដែលយើងរស់នៅដែលចេញពីព្រះជាម្ចាស់យើងរស់នៅគឺមិនធ្លាក់ក្នុងការលំបាកមិនឆោតរបស់អរិយយើងកំពុងតែរស់នៅធ្លាក់ក្នុងអំពើបាបកាលណាតែពួកយើងមានបាបយើងអាចទៅជួបព្រះបានអត់ដាច់ខាតគឺមិនអាចទៅជួបព្រះអង្គបានទេមែនទេហើយបញ្ហាមួយនឹងដែលយើងដឹងហើយថាយើងកំពុងតែរស់នៅដាច់ចេញពីព្រះអញ្ចឹងតែយើងអាចដោះស្រាយបាននឹងខ្លួនឯងអត់ដាច់ខាតគឺមិនអាចដោះស្រាយបានទេព្រោះយើងជាមនុស្សមានបាបហើយអញ្ចឹងយើងជាប់មានបាបយើងទៅសង្គ្រោះមនុស្សដែលមានបាបដូចគ្នាបានអត់អត់បានទេមែនទេវាមិនអាចទៅរួចទេដល់ណារអូខេអញ្ចឹងហើយបានជាព្រះជាម្ចាស់ព្រះអង្គជាអ្នកដែលយាងមកសង្គ្រោះយើងណាព្រះជាម្ចាស់ព្រះអង្គយាងមកសង្គ្រោះយើងមែនទេព្រះអង្គយាងមកលើផែនដីនេះព្រះអង្គឈ្មោះថាអីគេព្រះយេស៊ូតែព្រះយេស៊ូនឹងឯងគឺជាអ្នកដែលសង្គ្រោះយើងឲ្យរួចចេញពីបញ្ហាអំពើបាបនៃការដែលយើងអាចចេញពីព្រះជាម្ចាស់បាបនៃការដែលយើងមិនស្ដាប់បង្គាប់ព្រះបន្ទូលរបស់ព្រះវាជាប់បន្តមកកាន់ពួកយើងហើយបាបនឹងតើណាហើយព្រះយេស៊ូព្រះអង្គក៏យាងមកផែនដីនេះធ្វើការរំដោះឲ្យយើងរួចចេញពីអំណាចរបស់អរិយសាថានតើណានេះក្រោយមើលមកអញ្ចឹងហើយតាមរយៈព្រះយេស៊ូនឹងឯងព្រះអង្គគឺជាអ្នកដែលនាំផ្លូវឲ្យយើងទៅជួបជាមួយនឹងព្រះជាម្ចាស់អញ្ចឹងមានតែព្រះអង្គប៉ុណ្ណោះដែលអាចធ្វើកិច្ចការទាំងអស់នេះបានយល់អត់អញ្ចឹងព្រះអង្គធ្វើនៅណាព្រះអង្គធ្វើនៅណាហើយនៅលើឈើឆ្កាងគឺព្រះអង្គបំពេញសម្រេចនៅលើឈើឆ្កាងយល់បានអត់ពួកយើងអញ្ចឹងហើយអ្នកនរគ្នាត្រូវស្គាល់ចំណុចមួយនេះឲ្យច្បាស់លាស់តើអ្នកនរគ្នាអញ្ចឹងហើយឥឡូវនេះពួកយើងបានដឹងអំពីចម្លើយដឹងអំពីបញ្ហាទាំងអស់ហ្នឹងហើយមែនទេចឹងហើយថ្ងៃនេះបានយើងប្រកបព្រះបន្ទូលព្រះជាម្ចាស់ជាមួយគ្នាអំពីការដែលទទួលបានការឆ្លើយតបតាមរយៈការអធិដ្ឋានតើណាព្រោះយើងថាជាកូនព្រះយើងមានសិទ្ធិក្នុងការអធិដ្ឋានទៅកាន់ព្រះហើយនៅមានទេយើងអធិដ្ឋានទៅកាន់អ្នកណាហ៎យើងអធិដ្ឋានទៅកាន់ព្រះម្ចាស់យេស៊ូវគ្រីស្ទមែនទេទាំងអស់គ្នាពួកយើងណាការអធិដ្ឋានរបស់ពួកយើងមិនមែនដូចជាអ្នកជឿលើសាសនាដូចមុនទេយល់បានអត់អ្នកជឿលើសាសនាអ្នកគ្នាគេដឹងទាំងអស់គ្នាថាគេសុំអីអត់សុំលុយមែនអត់សុំសុខភាពល្អមែនអត់សុំផ្ទះវិឡាមែនទេសុំអ្វីជាច្រើនទៀតមែនទេសុំច្រើនណាស់មែនទេទាំងអស់គ្នាកាលណាតែរស់នៅស្គាល់ព្រះណាកាលណាតែរស់នៅដោយដាច់ពីព្រះហើយការដែលបួងសួងសុំទាំងអស់ហ្នឹងគឺសុទ្ធតែទៅកាន់អរិយសត្វឋានទេតើនេះទាំងអស់គ្នាគឺបានទេទាំងអស់គ្នាឥឡូវនេះគ្រឿងបង្ហាញរូបឲ្យយើងមើលមួយនេះមនុស្សដែលដាច់ពីព្រះគឺគេកំពុងតែគោរពបួងសួងទៅព្រះទៅកាន់របស់ទាំងអស់នេះឯងឃើញអត់ឃើញអញ្ចឹងដោយសារតែស្ថានភាពដែលចេញពីព្រះអញ្ចឹងហើយនេះសំបីតែមនុស្សដែលព្រះអង្គបានបង្កើតមកឲ្យមានអំណាចមកក្រាបគ្រប់គ្រងលើផែនដីនេះអត់ដឹងថាខ្លួនឯងមានអំណាចផងអញ្ចឹងហើយដូចថាទៅស្ពះសំបីតែគល់ឈើមែនទេចារូបចម្លាក់ទាំងអស់នេះធ្វើតាមរយៈគេដុំថ្មមែនទេអញ្ចឹងស្ពះសំបីតាំងពីថ្មអំសាលមែនទេនេះឧទាហរណ៍ដូចជាងនេះចុះបើសិនជាដាប់ធ្វើរូបភាពណាមួយបើមិនស្ពះដុំលើជាងថ្មនេះដូចគ្នាមែនអត់អញ្ចឹងដោយសារតែគេមានចម្លើយអត់ដោយសារតែគេអត់ស្គាល់អំពីព្រះយេស៊ូវគ្រីស្ទមែនអត់តែគេរស់នៅអត់តន់ខ្លាចជាកូនព្រះមែនទេចាំមិនជាគេធ្វើបែបហ្នឹងមែនអត់ប៉ុន្តែពួកយើងគឺជាកូនរបស់ព្រះគឺយើងមានអំណាចក្នុងការអធិដ្ឋានទៅកាន់ព្រះអង្គតើណាយើងអធិដ្ឋានក្នុងនាមឈ្មោះរបស់ព្រះយេស៊ូវហើយពេលដែលយើងអធិដ្ឋានណាកិច្ចការដែលយើងអាចមើលឃើញនឹងភ្នែកហ្នឹងគឺកើតឡើងគឺមានពួកទេវតារបស់ព្រះជាម្ចាស់តើណាពួកយើងពួកទេវតារបស់ព្រះជាម្ចាស់ណាគៀងគោធ្វើការគ្រប់ទីកន្លែងទាំងអស់របស់ពួកយើងហើយកិច្ចការនៃព្រះវិញ្ញាណបរិសុទ្ធដែលយើងមើលអត់ឃើញនឹងភ្នែកណាក៏ព្រះអង្គធ្វើការដូចគ្នាតើណាពួកយើងបើយើងមើលគ្នាអញ្ចឹងយើងមើលគ្នាឃើញអត់យើងមើលគ្នាចេះឃើញអត់ឃើញប៉ុន្តែព្រះវិញ្ញាណបរិសុទ្ធទេវតាយើងមើលឃើញអត់អរិយសត្វឋានយើងមើលឃើញអត់ឃ
កិច្ចការទាំងអស់ហ្នឹងនឹងកើតឡើងពេលដែលយើងអធិដ្ឋានក្នុងព្រះនាមព្រះយេស៊ូវនេះអំណាចអរិយសត្វឋាននេះហើយវានឹងត្រូវបបាក់ចេញតើណាពួកយើងហើយពេលដែលយើងអធិដ្ឋានក្នុងព្រះនាមព្រះយេស៊ូវទេវតារបស់ព្រះហាទោះបីអ្នកនរគ្នានៅទីនេះក៏ដោយក៏ទេវតារបស់ព្រះជាម្ចាស់ធ្វើការគ្រប់ទីកន្លែងទាំងអស់របស់ពួកយើងយល់បាននឹងវាជាការប៉ັດតើណាទាំងអស់គ្នាហើយពេលដែលយើងអធិដ្ឋានណាចលនាខាងពិភពខាងវិញ្ញាណខាងព្រលឹងវិញ្ញាណនោះគឺកើតឡើងហ្នឹងហើយព្រះវិញ្ញាណបរិសុទ្ធណាដែលព្រះអង្គគង់នៅក្នុងយើងណាក៏ព្រះអង្គធ្វើការមកកាន់ពួកយើងម្នាក់ដែរយល់បានអូខេអញ្ចឹងហើយយើងអធិដ្ឋានសុំលុយសុំឡានសុំផ្ទះទៀតអត់ទេសួរតែព្រះជាម្ចាស់អត់ដឹងតែយើងត្រូវការទាំងអស់ហ្នឹងអត់ដឹងមែនអត់ព្រះអង្គជ្រាបហើយអញ្ចឹងយើងត្រូវការសុំទៀតអត់បាច់សុំទេព្រះអង្គទទួលខុសត្រូវមកកាន់ពួកយើងហើយយល់បានអត់ចឹងហើយយើងគ្រាន់តែមានសេចក្តីជំនឿហើយអធិដ្ឋានទៅកាន់ព្រះអង្គគឺជាការស្នេហ៍តើណាប៉ុន្តែចំណុច3ដែលយើងត្រូវតែដឹងទី1យើងត្រូវស្គាល់អំពីអត្តសញ្ញាណថាយើងជាកូនអ្នកណាហើយអ្នកក្រោយយើងជាកូនអ្នកណាព្រះគឺយើងជាកូនរបស់ព្រះចំណុចទី1ទី2ពេលដែលយើងខ្លាចជាកូនរបស់ព្រះយើងអាចហៅខ្លួនឯងថាគឺជាអីគេក្រេទៀនថាណាត់បាទឡើយយើងសារភាពមើលខ្ញុំជាកូនព្រះខ្ញុំជាកូនព្រះខ្ញុំជាគ្រីស្ទៀនខ្ញុំជាអ្នកផ្សាយដំណឹងល្អខ្ញុំជាអ្នកផ្សាយដំណឹងល្អអាមែនពួកយើងត្រូវស្គាល់3ចំណុចនេះសិនតើណាកាលណាដែលយើងស្គាល់ហើយទោះបីយើងមិនខំប្រឹងព្យាយាមក្នុងការអធិដ្ឋានក៏ដោយប៉ុន្តែព្រះអង្គនឹងឆ្លើយតបក្នុងជីវិតរស់នៅរបស់ពួកយើងយល់បានអត់អូខេតោះឥឡូវយើងស្រុំចិត្តហើយយើងអធិដ្ឋានជាមួយគ្នាតោះអរគុណព្រះជាម្ចាស់ដែលជាព្រះវរបិតាអរគុណដែលប្រាម៉ាប្រទានពេលវេលាយើងរាល់គ្នាបានមកជួបជុំគ្នាដើម្បីថ្វាយបង្គំទៅកាន់ព្រះអង្គនិងជ្រាបសរសើរដំណើរទៅកាន់ព្រះអង្គផងដែរពេលវេលានេះសូមឲ្យយើងមានភាពប្រកបច្បាស់និងស្ដារឡើងវិញនៅព្រះពរជាកូនព្រះដែលអាចអធិដ្ឋានទៅកាន់ព្រះអង្គយ៉ាងត្រឹមត្រូវហើយឲ្យយើងអធិដ្ឋានទៅតាមអ្វីដែលជាបំណងប្រហារទៅរបស់ព្រះជាម្ចាស់កុំអធិដ្ឋានទៅតាមអ្វីខាងឯសាច់ឈាមឡើយហើយសូមឲ្យតាមរយៈព្រះនាមបច្ចេស្តារបស់ព្រះយេស៊ូវសូមមកបាក់អំណាចនៃកិច្ចការទាំងអស់របស់រិទ្ធិដ្ឋានដែលចាប់ចប់មកកាន់យើងក្រុមគ្រួសារនិងទីកន្លែងដែលយើងរស់នៅផងដែរអរគុណត្រង់នៅពេលនេះសម្រាប់ឋានធម្មនាមព្រះអម្ចាស់ព្រះយេស៊ូវគ្រីស្ទអាមែនតើឥឡូវយើងមិន